សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel របស់មានយូគីក៏ដែលថ្ងៃនេះមានមកសម្រាប់បន្តជាមួយនឹងរឿងបញ្ចាំងរហ័សរបស់យើងជាបន្តទៀតហើយមានក៏បានបង្កើតក្រុម Telegram មួយដែរអ្នកគ្នាបើសិនចង់ចូលនិយាយលេខមួយឲ្យមានអីអាចចូលបានឬក៏នៅពេលដែលមានដំណឹងអីចឹងទៅហើយមាននឹងឆាតប្រាប់នៅក្នុងក្រុម Telegram ហ្នឹងដូចជាមានបានសម្រាប់រឿងអីចឹងណាហើយ link ក្រុមមាននឹង pin link នៅក្នុង comment ណាអញ្ចឹងទៅកុំឲ្យខាតពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅផ្ដើមសាច់រឿង chapter ទី1នេះមកយើងឃើញតែកូនស្រីបានពោលថាអ្នកកទេបានបង្រៀនគាត់បានយ៉ាងល្អពីរបៀបធ្វើខៀរបៀបនៅស្ងៀមដូចជាសាស្មារបៀបតែខ្លួនបានយ៉ាងឆាប់រហ័សរបៀបនិយាយនៅរបៀបតូចជាមួយនឹងស្ថានភាពដែលមិនបានរំពឹងទុកប៉ុន្តែអ្វីដែលពិបាកបំផុតក្នុងការរៀននោះគឺការធ្វើដូចម្តេចដើម្បីឲ្យខ្លាយទៅជាបេសាដែលល្អបំផុតបន្ទាប់មកគាត់ក៏បានសម័យនៅពេលដែលគាត់នៅជាមួយនឹងស្ត្រីចាស់ម្នាក់នោះដែលគាត់បានពោលក្នុងចិត្តទៀតថាខ្ញុំមិនអាចខ្លាយម្ដងជាមួយនឹងសាមញ្ញបានទេដោយសារតែខ្ញុំមិនស្គាល់ទេថាសាមញ្ញគឺជាអ្វីជាបេសាដែលស្គមឆ្គងប៉ុន្តែគឺជាគេតកដែលមានសមត្ថភាពទាំងនេះគឺជាអ្វីដែលខ្ញុំអាចយល់បាននៅទីបំផុតពួកគេទាំងអស់គ្នាត្រូវបានស្លាប់ដោយពីភ័យខ្លាចនៅពេលដែលពួកគេមើលចំផ្លែតរបស់ខ្ញុំមិនយល់ថាខ្ញុំកំពុងតែខ្លាចអ្វីនោះទេខ្លាចពួកភ្ញៀវទាំងនោះបង្ខំខ្ញុំឬមកគឺខ្លាចខ្លួនឯងដែលជាប់បណ្ដាសាធ្វើឲ្យពួកគេត្រូវបានស្លាប់នៅថ្ងៃនេះខ្ញុំនឹងធ្វើការជ្រើសរើសមួយខ្ញុំនឹងធ្វើជាបេសាដែលមានមន្តស្នេហ៍ឬក៏ខ្ញុំត្រូវខ្លាចជាគេតកសម្រាប់បន្តទៀតតែចង់និយាយថាកន្លែងនេះគឺថាកូនស្រីស្អាតខ្លាំងនៅពេលដែលអត់មានអីបាំងភ្នែកចឹងទៅគឺថាអូយស្អាតមែនតើហ្មងបន្ទាប់មកយើងបានលើក K3 នឹងទូទៅកាន់ព្រះអង្គទៅថាគាត់បាននាំកូនស្រីយើងមកដល់ហើយព្រះអង្គវិញនៅពេលលើបែបហ្នឹងហើយក៏ប្រាប់ឲ្យនាំកូនស្រីនឹងចូលមកក្នុងមកកូនស្រីក៏បានដើរចូលទៅខាងក្នុងជាមួយនឹងក្លិនក៏របស់គាត់នឹងឯងដោយសារតែងូតទៅខៃមិញអូឯកូនប្រុសវិញនៅពេលឃើញបែបហ្នឹងក៏ប្រាប់ឲ្យកូនស្រីនឹងដើរមកកន្លែងគាត់មកប៉ុន្តែកូនស្រីពេលដើរទៅគឺរៀងស្លាក់រដួលចឹងណាប៉ុន្តែជាសំណាងល្អដែរតែគាត់មិនបានដួលដល់នៅទេដោយសារតែបានព្រះអង្គម្ចាស់របស់យើងនឹងទៅត្រជាប់ហើយកូនស្រីនៅពេលដែលធ្វើបានព្រះអង្គម្ចាស់លីសាត្រជាប់ចឹងទៅក៏បានងើយទៅមើលមុខព្រះអង្គម្ចាស់លីសានឹងដែរតែគាត់បានគិតក្នុងចិត្តថាខ្ញុំមិនអាចភ្លេចពីគោលបំណត់របស់ខ្ញុំបានទេព្រោះគឺជាព្រះអង្គម្ចាស់លីសាជាស្ត្រីរបស់គ្រួសាររបស់ខ្ញុំបន្ទាប់ពីកិនចឹងហើយកូនស្រីក៏បានរកព្រះអង្គម្ចាស់ចេញដល់និយាយថាទ្រង់ម្ចាស់បាច់ខ្វល់ពីខ្ញុំម្ចាស់ក៏បានដែរព្រះបត្រាទ្រង់មិនចាំបាច់ធ្វើល្អដល់ខ្ញុំម្ចាស់ទេហើយព្រះអង្គម្ចាស់ក៏ថាគាត់ថាខ្ញុំនឹងគឺជាមនុស្សល្អមែនហើយឯងនិយាយបែបនេះខ្ញុំគ្មានហេតុផលចាំបាច់ដើម្បីធ្វើល្អដល់ឯងនោះទេឯងគ្រាន់តែជាបេសាដែលខ្ញុំគិតថាឯងអាចជាគិតគាត់សម្ងាត់ប៉ុន្តែបើឯងមានអារម្មណ៍ថាខ្ញុំគឺជាមនុស្សល្អនោះខ្ញុំធ្វើជាមនុស្សដែលគ្មានវិតាឯងឃើញបន្ទាប់ពីនិយាយចឹងហើយគឺមានការចាស់ផៃអារបស់កូនស្រីខ្ញុំហ្មងកូនស្រីគឺអាចធ្វើឲ្យបាននោះទេក្រៅពីយកដៃផងបាំងខ្លួនរបស់ខ្លួនឯងនឹងឯងហើយព្រះអង្គម្ចាស់ក៏បានបន្តនិយាយទៀតថាប្រហែលខ្ញុំមកពីអ្វីដែលឯងអាចធ្វើបានបើសិនជាឯងបានលួចរៀនការរបស់ឯងតាំងពីក្មេងមកឯងប្រហែលជាដឹងហើយថាឯងត្រូវធ្វើអ្វីខ្លះនោះបន្ទាប់ពីនិយាយចឹងហើយទ្រង់ក៏បានដើរតឡែងក្រែទៅហើយក៏ធ្វើសញ្ញាឲ្យកូនស្រីនឹងដើរមករកគាត់ហើយនិយាយថារាប់ពីសម្ដីនៅសកម្មភាពរបស់ឯងនឹងកំណត់ថាឯងគួរតែរស់ឬក៏ស្លាប់ហើយកូនស្រីនឹងពេលលឺចឹងហើយគឺគាត់ភ័យខ្លាំងមែនតើហើយក៏និយាយលួងខ្លួនឯងទៅថាខ្លួនឯងអាចធ្វើបានបន្ទាប់ពីកិនចឹងហើយគាត់ក៏បានលួនទៅកាន់កន្លែងរបស់កូនប្រុសទៅហើយបន្ទាប់មកគាត់ក៏បានយកជើងរបស់កូនប្រុសនឹងយកមកលិតហ្មងអូយអិនមានអត់យល់ទេនេះមិនបានកូនស្រីនឹងជួយធ្វើទង្វើបែបហ្នឹងម៉ែហើយពេលដែលកំពុងលិតជើងព្រះអង្គចាស់ដែរហ្នឹងគាត់ក៏បានគិតថាហេតុអ្វីបានជាទ្រង់មិនធ្វើអ្វីសោះអញ្ចឹងទ្រង់មិនវាខ្ញុំទេបន្ទាប់មកតើមានរឿងអីកើតឡើងទៀតទៅនេះរបៀបថាគាត់មានដឹងអីសោះហ្មងអំពីការធ្វើរឿងទាំងអស់ហ្នឹងអញ្ចឹងហើយព្រះអង្គចាស់នៅពេលដែលឃើញបែបហ្នឹងគាត់ក៏បានឲ្យកូនស្រីនឹងឈប់ទៅហើយកូនស្រីវិញគឺថាចាប់ផ្ដើមភ័យឡើងមកហើយដែលគិតក្នុងចិត្តថាតើទ្រង់សម្គាល់ឃើញថាខ្ញុំមិនមែនជាបេសាទេឬមកក៏ខ្ញុំធ្វើឆ្កងពេកខ្ញុំចង់ដល់ក្រណាត់រំផ្នែករបស់ខ្ញុំចេញប៉ុន្តែបើខ្ញុំធ្វើវានៅពេលនេះបន្ទាប់ពីហ្នឹងមកគាត់ក៏បានប្រាប់អមចាស់ទៅថាគាត់អាចធ្វើបានល្អជាងនេះហើយគាត់បន្តនិយាយទៅទៅថាគាត់អាចធ្វើបានល្អជាងនេះគាត់នឹងព្យាយាមហើយព្រះម្ចាស់វិញនៅពេលដែលឃើញបែបហ្នឹងហើយគឺថាស្លុតចិត្តហ្មងហើយកូនស្រីវិញនៅតែបន្តប្រាប់គាត់ទៅថាឬគួរតែវាយខ្ញុំស្រីរបស់ខ្ញុំទុនណាគេប្រាប់ថាគេមានអារម្មណ៍ល្អនៅពេលដែលគេវាយខ្ញុំភ្លាមៗនឹងដែរស្រាប់តែព្រះម្ចាស់ស្កាប់ឈរឲ្យស្រីឡើងតែម្ដងថាគ្រប់គ្រាន់ហើយក៏ឈរគាត់ក្នុងចិត្តថាតើបេសាម្នាក់នេះអាចខ្លាចជាគេក៏ដោយរបៀបណាជាមួយរាងកាយដែលតូចនិងទន់ខ្សោយខ្ញុំមិនអាចជួយអ្វីបានទេប៉ុន្តែខ្ញុំគ្រាន់តែអាណិតគេនិងខ្ញុំមិនអាចដោះភ្នែកចេញពីគេបាននោះទេទោះបីជារាងកាយរបស់គេកំពុងតែញ័រក៏ដោយពេលនេះខ្ញុំមានចំណងតាមការលបួនរបស់គេហើយខ្ញុំពិតជាអន់ចិត្តនឹងខ្លួនឯងណាតែឯងគឺជាអ្វីឲ្យប្រកាសតែឯងអាចយល់ច្រឡំលើខ្ញុំបែបនេះដោយរបៀបណាតទៅពីគាត់ទាំងអស់នេះហើយគាត់ក៏បានថាទៅកាន់រ៉ាដានទៅហើយគាត់និយាយថាខ្ញុំនឹងទុកឯងនៅក្បែរខ្លួនខ្ញុំចាប់ពីពេលនេះតទៅដើម្បីបញ្ជាក់ថាឯងមិនមែនជាឃាតករសម្ងាត់នោះទេហើយរ៉ាដានវិញគឺថាអត់មានពាក្យអីប៉ាសានោះទេបានត្រឹមតែមើលមុខទៅកាន់ព្រះម្ចាស់តែប៉ុណ្ណោះតមកសាយគ្រីក៏បានដើរចូលមកក្នុងដែលនិយាយថាព្រះម្ចាស់តែទ្រង់ក៏ហៅទូបង្គំមកមានបញ្ហាអ្វីមែនទេតែនៅពេលដែលគេមើលទៅទ្វារនៅខាងក្នុងទៅគឺថាឡើងស្លុតចិត្តហ្មងដែលឃើញថាព្រះម្ចាស់កំពុងតែដោះអាវជាមួយនឹងរ៉ាដានដែលកំពុងតែអង្គុយលើគ្រែហើយគេគិតក្នុងចិត្តថាហេតុអ្វីបានជាគាត់នៅលើគ្រែរបស់ព្រះបត្រាតើទ្រង់ពិតជាឲ្យបេសាម្នាក់នោះបម្រើទ្រង់មែនឬខ្ញុំគិតថាព្រះម្ចាស់ប្រកាសជាមានគោលបំណងសម្ងាត់សម្រាប់រឿងនេះបន្ទាប់ពីនឹងមកសាយគ្រីក៏បានហៅទៅកាន់ព្រះម្ចាស់ទៅហើយព្រះម្ចាស់ក៏បានឲ្យគេនឹងចាំបន្តិចហើយក៏ងាកមកសួរកូនស្រីថាកូនស្រីនឹងចង់ញ៉ាំអីគេហើយរ៉ាដាននៅពេលដែលឮបែបហ្នឹងគាត់ក៏ប្រាប់ព្រះម្ចាស់វិញទៅថាគាត់គឺអត់ឃ្លាននោះទេហើយព្រះម្ចាស់ក៏ថាទៅកុំកុហកខ្ញុំបើឯងមិនមែនជាឃាតករសម្ងាត់នោះទេឯងត្រូវតែប្រាប់ខ្ញុំនៅពីប៉ុតតែប៉ុណ្ណោះយល់អត់ឬក៏ឯងចង់ឃ្លានរហូតដល់ស្លាប់ឆាប់ស្រាវខ្ញុំមកហើយព្រមនឹងសាយគ្រីក៏បាននិយាយឡើងថាព្រះម្ចាស់ខ្ញុំនឹងបញ្ជាគេឲ្យយកអាហារខ្លះៗមកឲ្យគាត់ប៉ុន្តែព្រះម្ចាស់ក៏បានឲ្យគេនឹងឈប់សិនដោយសារតែគាត់នឹងចាំស្ដាប់ថារ៉ាដាននឹងគាត់នឹងអត់ញ៉ាំអីគេដោយសារតែរ៉ាដានបាននិយាយ
ថាគាត់នឹងអត់ញ៉ាំរបស់មួយចំនួននោះទេហើយរ៉ាដានក៏និយាយទៅថាគាត់ហូបតែសត្វពស់នោះទេក្រៅពីហ្នឹងគឺគាត់អត់អាចហូបបាននៅឡើយហើយប្រងវិញនៅពេលដែលលើបែបហ្នឹងហើយក៏មានជាការភ្ញាក់ផ្អើលជាខ្លាំងហើយក៏សួរកូនស្រីទៅថាហេតុអីកូនស្រីក៏បានគិតក្នុងចិត្តទៅថាព្រោះខ្ញុំត្រូវការបង្កើតពើដើម្បីសម្លាប់ទ្រង់ប៉ុន្តែនៅក្រៅវិញគឺថាកូនស្រីមិនបានឆ្លើយសំណួររបស់ព្រះអង្គម្ចាស់ឡើយបន្ទាប់ពីឃើញអញ្ចឹងព្រះអង្គម្ចាស់ក៏បានក្រោកឡើងហើយក៏បានឲ្យសាយគ្រានឹងទៅចាប់ពស់មកតែសាយគ្រាក៏បាននិយាយឡើងទៅថាតើវាចាំបាច់ទេព្រះអង្គម្ចាស់យើងត្រូវកំណត់តែស្នារបស់ព្រះអង្គម្នាក់នេះសិនទ្រង់គឺអាចអាណិតគាត់នៅពេលក្រោយបានបន្ទាប់ពីលឿនអញ្ចឹងហើយព្រះអង្គម្ចាស់ក៏បានងាកមកសម្លសាយគ្រាយកមកហើយក៏និយាយថារ៉ាដែរនឹងនៅទីនេះចាប់ពីពេលនេះតទៅហើយសាយគ្រាក៏បាននិយាយទៀតទៅថាប៉ុន្តែព្រះអង្គម្ចាស់អាចនឹងមានអ្នកដែលមិនចូលចិត្តគាត់យើងក៏មិនអាចស្គាល់ថាគាត់គឺជានរណាដែរគាត់អាចជាឃាតករសម្ងាត់ក៏ថាបានហើយសាយគ្រាក៏បានចែកខាងខ្លាំងទៅកាន់ព្រះអង្គម្ចាស់ថាព្រះបត្រាបេសាត្រូវបានអនុញ្ញាតឲ្យនៅក្នុងជំរំកងទ័ពនៅត្រាតែគេគឺជាមនុស្សចំណិតរបស់នគរព្រះអង្គម្ចាស់ក៏បានប្រាប់ទៅកាន់សាយគ្រាទៅថាឲ្យព្រះកងទ័ពផ្សេងទៀតទៅថាគេគឺជាមនុស្សរបស់គាត់ហើយក៏ងាកទៅសម្លក់សាយគ្រាម្ដងទៀតដល់និយាយថាកុំសួរខ្ញុំម្ដងទៀតឲ្យសោះហើយសាយគ្រានៅពេលដែលឃើញបែបហ្នឹងហើយក៏មានជាការភ័យបន្តិចដែរប៉ុន្តែនៅតែនិយាយបដិសេធទៅកាន់ព្រះអង្គម្ចាស់ចឹងថាមិនមែនទេព្រះអង្គម្ចាស់ហើយព្រះអង្គម្ចាស់វិញគឺថាចាប់ផ្ដើមខឹងឲ្យដល់និយាយថាខ្ញុំត្រូវការសុំអនុញ្ញាតពីលោកក្នុងការនាំនរណាម្នាក់ចូលមកដែរមែនទេឆាប់ចេញទៅហើយទៅចាប់សត្វពស់មកហើយសាយគ្រាក៏បានគោរពលាព្រះអង្គម្ចាស់ទៅដល់និយាយថាទូបង្គំនឹងធ្វើតាមបញ្ជារបស់ទ្រង់ត្រូវការបន្តមកសាយរឿងក៏បានកាន់ទៅពេលដែលពួកគេនឹងចេញទៅរកពស់វិញម្ដងដល់ពេលហ្នឹងដែរសាយគ្រាក៏បាននិយាយរឿងទាំងអស់ហ្នឹងប្រាប់ទៅកាន់អាវ៉ាត់ជាមួយនឹងខារ៉ូមផងដែរហើយអាវ៉ាត់នៅពេលដែលឮរឿងទាំងអស់ហ្នឹងហើយគាត់ក៏បាននិយាយទៅថាកុំនិយាយរឿងតែមិនអាចទៅរួចអសោះអាសាយគ្រាក៏ថាតើលោកគិតថាខ្ញុំនិយាយលេងមែនទេអាវ៉ាត់ក៏ថាវិញទៅមិនមែនទេប៉ុន្តែតើលោកគិតថាព្រះម្ចាស់ពិតជាចូលចិត្តបេសាម្នាក់នោះពិតមែនមែនសាយគ្រាក៏ថាមិនប្រកាសដែរប៉ុន្តែខ្ញុំគិតថាទ្រង់គ្រាន់តែអាណិតគាត់ប៉ុន្តែទ្រង់ពិតជាមើលទៅបេសាម្នាក់នោះដោយគ្រាន់តែអាណិតមែនទេខ្ញុំគិតថាវាអាចជាអ្វីមួយលើពីនេះអាវ៉ាត់ក៏ថាទៅថាចំជាឈួតពេកហើយខ្ញុំគិតថាគាត់មានបញ្ហាតាំងពីជួបគាត់លើដំបូងមកម្ល៉េះបើតែឈ្មោះហ្នឹងក៏ចម្លើយដែរហេតុអ្វីបានជាមនុស្សខ្វាក់ភ្នែកហើយដែរឈ្មោះថារ៉ាដានទៅវិញដែលរ៉ាដានហ្នឹងគឺមានន័យថាអ្នកដឹងផ្លូវអ្នកស្គាល់ផ្លូវអញ្ចឹងទៅតែភ្លាមហ្នឹងសេដ្ឋខារ៉ូមហ្នឹងលេចមុខមកដល់និយាយថាគាត់ក៏ស្អាតដែរប្រហែលជាខារ៉ូមហ្នឹងគឺនៅខាងព្រះអង្គម្ចាស់ហើយមើលទៅហើយអាវ៉ាត់វិញក៏ស្រែកឡើងថាអីគេខារ៉ូមតើលោកដឹងថាលោកកំពុងនិយាយអីអត់ណាហើយខារ៉ូមក៏តវិញទៅអេះក្បាលទៅថាបើគាត់ពិតជាស្អាតមែនហើយខ្ញុំនិយាយមិនចោះហើយអាវ៉ាត់វិញនៅពេលដែលលើបែបហ្នឹងហើយគាត់ក៏គិតក្នុងចិត្តទៅថាបើសូម្បីតែលោកខ្លាឃ្មុំក៏ជួយគាត់នឹងគិតថាគាត់ស្អាតអញ្ចឹងចំពោះមនុស្សធម្មតាគាត់គួរតែប្រហែលជាគាត់ជាប្រភេទរបស់ព្រះអង្គម្ចាស់តាំងពីដំបូងបន្ទាប់មកគាត់ក៏និយាយឡើងទៅថាព្រះអង្គម្ចាស់ទ្រង់ក៏ជាបរិមម្នាក់ដែរហើយខ្ញុំក៏ដឹងថាទ្រង់ធំប៉ុណ្ណាហើយចង់និយាយថាអ្នកទាំងអស់គ្នាក៏យល់ហើយថាអាវ៉ាត់ហ្នឹងគឺចង់និយាយពីអីថាធំហ្នឹងអីគេហើយអាវ៉ាត់ក៏បន្តនិយាយទៅថាវាក៏ជាការអាម៉ាស់មួយដែរសម្រាប់ទ្រង់ក្នុងការរក្សាវាដោយមិនបានប្រើអូយអត់ទេមានសំសើចសិនហើយខារ៉ូមក៏ថាទៅដូច្នេះលោកធ្លាប់បានឃើញវាដែរក៏ដៃនឹងដៃរបស់ខ្ញុំធំក្រាស់ជាងរបស់ទ្រង់ទៅទៀតហើយដើម្បីបានជារបស់ទ្រង់ធំជាងខ្ញុំអត់ទេអត់មានគៀងមកទៅហឹងហ្មងហើយពីអ្នកនោះវិញនៅពេលលើបែបហ្នឹងហើយក៏ស្រីឲ្យខារ៉ូមនឹងបត់មាត់ទៅបន្ទាប់ពីនិយាយតាមព្រះអង្គម្ចាស់អត់ចិត្តអត់ចង់ហើយពួកគាត់នឹងក៏ធ្វើការងាររបស់គាត់វិញទៅដោយទៅចាប់ពស់នឹងឯងហើយពេលហ្នឹងដែរអាវ៉ាត់ក៏បាននិយាយឡើងទៅថាវាពិតជាចម្លែកហេតុអ្វីបុរសម្នាក់ដែលសោកស្អាតបែបនេះបែរជាចូលចិត្តហូបពស់ទៅវិញណាសាយគ្រីវិញនៅពេលលើអាវ៉ាន់និយាយអញ្ចឹងហើយគាត់ក៏បាននិយាយឡើងទៅថានោះហើយគឺជាមូលហេតុដែលខ្ញុំសង្ស័យលើគាត់ហេតុអ្វីត្រូវតែជាសត្វពស់មិនមែនជាអ្វីផ្សេងហើយអាវ៉ាត់ក៏ថាតែមានអ្វីខុសជាមួយនឹងសត្វពស់ទៅកាលពីដើមឡើយមានហោរាម្នាក់បានទូទាយថាព្រះអង្គម្ចាស់នឹងត្រូវបានស្លាប់ដោយសារពស់ជើគាត់បានអះអាងដូច្នេះហើយគេក៏បង្ហាញពីព្រះអង្គម្ចាស់កាលពីក្មេងតែពេលហ្នឹងដែរគឺថាពស់គឺនៅលើខែរបស់គាត់ហ្មងអាវ៉ាត់ក៏បន្តនិយាយទៀតទៅថាមានពេលមួយមានពស់មួយក្បាលបានចូលទៅក្នុងដំណើររបស់ទ្រង់តែម្ដងទ្រង់មានអាយុទើបតែ6ឆ្នាំប៉ុណ្ណោះប៉ុន្តែទ្រង់បានគ្រប់គ្រងនឹងកំទេចវារហូតដល់ស្លាប់ហើយគ្រូទាយម្នាក់នោះក៏ត្រូវបានគេនេះទៅចេញពីនគរដោយសារការទូទាយមិនពិតមិនយូរប៉ុន្មានទំនេរដ៏អាក្រក់នេះក៏ត្រូវបានមនុស្សបំភ្លេចចោលអាខារ៉ូវិញនៅពេលលើបែបហ្នឹងហើយក៏និយាយទៅថាចូលវាជាការក្រុងទោសសម្រាប់បំណងអ្វីមួយវិញនោះអាវ៉ាត់ក៏ថាប្រហែលជាវាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះហើយគេត្រីក៏តបវិញទៅថារឿងចៃដន្យបុរសម្នាក់ដែលនៅជាមួយនឹងព្រះអង្គម្ចាស់បែរជាចង់ស៊ីសាច់ពស់តែនេះគ្រាន់តែជាការចៃដន្យទេមែនទេហើយអាវ៉ាត់ក៏តបវិញទាំងភ័យទៅថាអីគេនេះលោកកំពុងធ្វើឲ្យខ្ញុំភ័យហើយគេត្រីក៏បន្តនិយាយទៀតទៅថាពួកយើងត្រូវតែសង្កេតមើលគាត់រហូតដល់គាត់បង្ហាញមុខមាត់ពិតរបស់គាត់ចេញមកទោះបីជាវាគ្មានការទូទាយពីមុនមកក៏ដោយប៉ុន្តែបុរសម្នាក់នោះពិតជាគួរឲ្យសង្ស័យណាស់ហើយអាវ៉ាត់ក៏យល់សប្តិជាមួយនឹងគេត្រីនិយាយផងដែរតែគាត់បាននិយាយថាជាពេលនេះតទៅពួកយើងនឹងតាមដានគាត់ឲ្យដិតដល់យើងនឹងរកឃើញនៅអ្វីដែលគាត់បានលាក់បាំងគ្រាន់តែយូរឬឆាប់ប៉ុណ្ណោះហើយពេលហ្នឹងដែរខារ៉ូមក៏ស្រីឡើងថាយើងចាប់បានឯងបន្ទាប់មកក៏បានលើកពស់ថ្លាន់ធំមួយយកមកបង្ហាញពួកគេហើយអាវ៉ាត់ក៏សួរឡើងទៅថាពួកយើងត្រូវធ្វើបែបនេះរាល់ថ្ងៃមែនហើយគេត្រីវិញនៅពេលលើកបែបហ្នឹងហើយគាត់ក៏និយាយទៅថាគាត់ដឹងដែរបន្ទាប់មកគាត់ក៏បបួលពួកគេហ្នឹងត្រឡប់ទៅវិញទៅហើយនៅពេលដែលមកដល់ជំរំវិញហ្នឹងគេក៏បានយកសត្វពស់ហ្នឹងយកទៅឲ្យយមផលចំអិនវាបន្ទាប់មកស្រីរឿងក៏បានកាន់នៅពេលដែលអាហារហ្នឹងត្រូវបានចំអិនរួចរាល់ហើយគេក៏បានលើកយកមកដាក់ឲ្យរ៉ាដានហ្នឹងញ៉ាំដូចគ្នាហើយព្រះអង្គវិញនៅពេលដែលឃើញថារ៉ាដានអត់ញ៉ាំអញ្ចឹងទៅគាត់ក៏ប្រាប់ឲ្យរ៉ាដានហ្នឹងញ៉ាំទៅនៅពេលដែលលើថាព្រះម្ចាស់ប្រាប់អញ្ចឹងហើយរ៉ាដានហ្នឹងក៏បានយកដៃរបស់គាត់ហ្នឹងទៅចាប់អាហារហ្នឹងហ្មងនិយាយរួមទៅគឺថាអត់ខ្លាចក្តៅទេយកដៃរបស់គាត់ហ្នឹងទៅចាប់អាហារដែលឆ្អិនរួចគឺថាអត់មានហួសចិត្តហ្មងទៅពេលដែលគាត់លូកដៃចាប់ទៅវាក្តៅអញ្ចឹងទៅក៏គាត់ស្រែកទៅហើយនៅពេលហ្នឹងដែរព្រះអង្គម្ចាស់ក៏រៀងបារម្ភដែរហើយក៏បានលូកដៃទៅចាប់ដៃបរ៉ាដានទៅនិយាយថាខ្ញុំមើលបន្តិចព្រោះខ្លាចថារ៉ាដានហ្នឹងលើដៃកន្លែងណាបន្ទាប់ពីឃើញថាដៃបរ៉ាដានហ្នឹងអត់មានបញ្ហាអីទេគាត់ក៏ហ៊ានធូរចិត្តដែរបន្ទាប់មកគាត់ក៏បានយកស្រាបៀរហ្នឹងយកមកជូតឲ្យរ៉ាដានទៅដល់និយាយថាប្រើសងវិញ
វិញទៅហើយកូនស្រីវិញនៅពេលដែលលើថាសមអញ្ចឹងទៅគាត់មានចការឆ្ងល់មែនតែប្រៀបអីដូចជាគាត់នឹងអត់ស្គាល់ថាសមនឹងគឺជាអីអញ្ចឹងហើយព្រះអម្ចាស់វិញនៅពេលដែលឃើញបែបហ្នឹងហើយក៏គិតនឹងចិត្តទៅថាតើគ្រួសាររបស់គាត់ចាប់ទុកគាត់ជាមនុស្សភេទណាទៅគ្រួសាររបស់គេមិនបានបង្រៀនគេអំពីកម្រិតមូលដ្ឋានទាំងអស់នេះទេបើសិនបើគ្រួសាររបស់គេស្រឡាញ់គេពិតមែនប្រហែលជាពួកគេមិនបានលក់គេទៅក្នុងផ្ទះបោះនោះទេបន្ទាប់ពីគិតអញ្ចឹងហើយក៏បានបរៀនរ៉ាដានហ្នឹងឲ្យជាប្រើសមហ្នឹងទៅហើយក៏ឲ្យរ៉ាដានហ្នឹងសាញញ៉ាំវាមើលបន្ទាប់ពីគាត់ញ៉ាំហើយហ្នឹងគាត់ក៏បើកភ្នែកធំៗគឺថាអាហារហ្នឹងគឺពិតជាស៊ីមិនកើតហើយគាត់ក៏បានខ្ជិះអាហារហ្នឹងចេញដូចគ្នាដល់ពេលព្រះអម្ចាស់ឃើញអញ្ចឹងទៅគាត់ក៏រៀងភាំងដែរមិនបានរ៉ាដានហ្នឹងគាត់ធ្វើទៅមើលអញ្ចឹងហើយ Kitri ដែលនៅក្រោយហ្នឹងវិញហ្នឹងគាត់ក៏រៀបដកដាមកឲ្យដែរនិយាយថាឯងហ៊ានខ្វះសុជីវធម៌ដោយរបៀបណាតើឯងហ៊ានខ្ជិះអាហារដែលព្រះអម្ចាស់បរិទានឲ្យឯងបានយ៉ាងម៉េចហើយកូនស្រីវិញនៅពេលលឺបែបហ្នឹងហើយគាត់មានចង្ការភ័យមែនតើគាត់ឆ្លាតចេញនោះទេហើយ Kitri ក៏នៅតែសួរគាត់អញ្ចឹងថាគាត់នឹងហ៊ានខ្ជិះអាហារដែលព្រះអម្ចាស់បរិទានឲ្យបានដោយរបៀបណាដល់ពេលដែលព្រះអម្ចាស់ឃើញ Kitri បែបហ្នឹងគាត់ក៏បានលើកដៃហាមទៅហើយក៏សួររ៉ាដានទៅថាមិនបានខ្ជិះវាចេញអញ្ចឹងហើយកូនស្រីវិញក៏សុំទៅកាន់ព្រះអម្ចាស់ទៅដល់និយាយថាប៉ុន្តែនេះមិនមែនតែគាត់និយាយបានតតំណឹងគាត់ក៏បាននិយាយទៅថាវាមិនអីទេព្រះអម្ចាស់នៅពេលដែលឃើញបែបហ្នឹងហើយគាត់ក៏និយាយទៅថាតើឯងកំពុងតែនិយាយពីអ្វីនេះគឺជាសាច់ពោះហើយតែកូនស្រីក៏ប្រាប់ព្រះអម្ចាស់ទៅវិញទាំងភ័យទៅថាទេវាមិនមែនទេហើយព្រះអម្ចាស់ក៏បានប្រាប់ទៅកាន់កូនស្រីទៅថាគាត់មិនបានកុហកនោះទេតែកូនស្រីនៅតែប្រាប់អញ្ចឹងថាវាមិនមែនជាសាច់ពោះនោះទេក្លិនរបស់វាក៏មិនដូចគ្នាដែរព្រះអម្ចាស់នៅពេលដែលលើបែបហ្នឹងហើយក៏សួរទៅថានេះមិនដូចជាអ្វីដែលឯងធ្លាប់បានញ៉ាំពីមុនទេមែនទេហើយរ៉ាដានក៏តបវិញទៅថាក្រាប់ទូលបន្ទាប់ពីលើបែបហ្នឹងហើយក៏គេមកបំណងចង់សួរ Kitri ហើយ Kitri ក៏បាននិយាយទៅថាគាត់គិតថាវានឹងប្រសើរជាងបើសិនជាវាស្ងួតព្រះម្ចាស់ក៏តបវិញទៅថាសត្វពស់ស្ងួតហេតុអីហើយ Kitri ក៏ថាទៅថាបើធ្វើបែបនេះវានឹងងាយស្រួលក្នុងការរក្សាទុកហើយព្រះម្ចាស់វិញនៅពេលលើបែបហ្នឹងហើយក៏មានចង្ការខឹងឡើងមកហ្មងហើយនិយាយថាគេយកសត្វពស់ស្ងួតមកឲ្យរ៉ាដានដោយហេតុផលបែបនេះឬហើយ Kitri នៅពេលលឺអញ្ចឹងគាត់ក៏និយាយទៅថាខ្ញុំគ្រាន់តែស្មានប៉ុណ្ណោះប៉ុន្តែក្នុងចិត្តវិញក៏បងតែគិតថាព្រះម្ចាស់ខ្ញុំមិនមែនជាអ្នកធ្វើម្ហូបឯណាហ្នឹងដែរកូនស្រីក៏និយាយឡើងថាអត់ទេតើអាចយកទៅដល់កូននឹងទឹកខ្លាំងមកឲ្យខ្ញុំបានទេទៅពេលដែលលឺថារ៉ាដាននិយាយអញ្ចឹងគាត់ក៏បានសួររ៉ាដានទៅថាឯងនឹងអាចញ៉ាំអ្វីផ្សេងក្រៅពីសាច់ពស់មួយពេលបានអត់កូនស្រីវិញនៅពេលទៅលើបែបហ្នឹងហើយគាត់កំពុងគិតថាពីមុនគាត់ធ្លាប់បានញ៉ាំសាច់ខំម្ដងដែរហើយខ្ញុំក៏បានភ្លួនឹងស្គាល់រសជាតិផ្អែមខ្ញុំមិនអាចឈប់ញ៉ាំសាច់ពស់ដែលគួរស្អប់ខ្ពើមនេះបានទេនេះជាលើកទី1ហើយដែលខ្ញុំបដិសេធមិនញ៉ាំសាច់ពស់នេះហើយគាត់ក៏បានស្មៃនៅពេលនោះនៅពេលដែលគាត់បដិសេធមិនញ៉ាំសាច់ពស់ក៏ត្រូវបានបងប្អូនរបស់គាត់នឹងវាយគាត់យ៉ាងខ្លាំងហ្មងដែរឲ្យគាត់នឹងស៊ីសាច់ពស់នឹងទៅនិយាយថាមិនបានឯងនឹងហ៊ានប្រាប់ឲ្យពួកគេនឹងយកស្ករគ្រាប់ឲ្យឯងទៅវិញឯងគឺបានធ្វើឲ្យខ្ញុំមានវិញហើយកូនស្រីក៏បានគិតបន្តទៀតទៅថាពេលនោះហើយទើបខ្ញុំដឹងថាស្ករគ្រាប់នោះគឺជាការបង្ហាញពីក្តីស្រឡាញ់លើកចុងក្រោយរបស់បងប្រុសរបស់ខ្ញុំដែលផ្ដល់ឲ្យខ្ញុំក្រោយមកទ្រង់មិនដែលឲ្យស្ករគ្រាប់មកខ្ញុំទៀតទេហើយទ្រង់ក៏មិនដែលបង្ហាញអារម្មណ៍បែបនោះមកកាន់ខ្ញុំទៀតដែរស្ករគ្រាប់គឺជាអំពើបាបមួយដូច្នេះខ្ញុំមិនដែលទទួលបានវាទេហើយពេលហ្នឹងដែរព្រះម្ចាស់ក៏បានសួរទៅកាន់រ៉ាដានទៅថាតើក្នុងគ្រួសាររបស់ឯងគេបរិភោគតែសត្វពស់ទេមែនទេហើយរ៉ាដានក៏ថាទៅអត់ទេហើយព្រះម្ចាស់វិញក៏បានសួរទៅកាន់រ៉ាដានបន្តទៀតទៅថាអញ្ចឹងហេតុអីបានជាឯងញ៉ាំបានតែសត្វពស់អញ្ចឹងហើយរ៉ាដានពេលលើបែបហ្នឹងហើយក៏ប្រាប់ទៅថាអ្វីផ្សេងទៀតគឺមិនល្អសម្រាប់សុខភាពរបស់គាត់ទេហើយព្រះម្ចាស់វិញនៅពេលលើបែបហ្នឹងហើយក៏មានជាការជួយចាំឡើងមកតែម្ដងហើយក៏រុញចានម្ហូបហ្នឹងឲ្យទៅកាន់រ៉ាដានទៅដល់និយាយថាពួកគាត់កំពុងតែស្ថិតនៅកណ្ដាលសង្គ្រាមអញ្ចឹងហើយវាមិនមានពេលសម្រាប់ទៅរកសត្វពស់ឲ្យគាត់នោះទេហើយគាត់ក៏ប្រាប់ឲ្យរ៉ាដានហ្នឹងញ៉ាំសាច់អាំងជំនួសវិញទៅហើយក៏ថានេះគឺជាបញ្ជាហើយរ៉ាដានវិញនៅពេលលើបែបហ្នឹងគាត់ក៏ឆ្ងល់ដែរថាសាច់អាំងព្រះម្ចាស់នៅពេលដែលឃើញបែបហ្នឹងហើយគាត់ក៏សួរទៅថាតើឯងយល់អត់រ៉ាដានវិញគឺអាចបដិសេធបានទេបានធ្វើដល់ឆ្លើយយល់ព្រមហ្នឹងទៅបន្ទាប់ពីហ្នឹងមកព្រះម្ចាស់ក៏ឲ្យសាច់គ្រីហ្នឹងយកម្ហូបទាំងអស់នេះយកទៅបោះចោលហើយទៅយកម្ហូបថ្មីមកហើយក៏ប្រាប់គ្រីទៀតទៅថាយកម្ហូបអីក៏បានដែរក្រៅពីសាច់ពស់ហើយគ្រីវិញនៅពេលលើបែបហ្នឹងហើយគាត់ក៏បានគ្រប់លាព្រះម្ចាស់ទៅដែលគាត់ចង់ចិត្តថាខ្ញុំសឹកតែមិនជឿសោះថាព្រះម្ចាស់នឹងកុហកដើម្បីជួយដល់ពេទ្យម្នាក់នេះទៅតែសោះមួយសន្ទុះក្រោយមកម្ហូបថ្មីក៏បានយកមកដល់ហើយរ៉ាដានក៏បានដួសវាយកមកញ៉ាំផងដែរបន្ទាប់ពីគាត់ញ៉ាំហើយនឹងមើលទៅទឹកមុខគាត់ទៅគឺថារីករាយខ្លាំងមែនតើមុខឡើងក្រហមហើយក៏គិតក្នុងចិត្តទៅថាសាច់អាំងនឹងមានរសជាតិបែបហ្នឹងបន្ទាប់ពីកិនចឹងហើយគាត់ក៏បានបន្តញ៉ាំតែសប្បាយរីករាយទៅដោយសារតែអាហារហ្នឹងគឺពិតជាឆ្ងាញ់មែនតើសម្រាប់គាត់ហើយព្រះម្ចាស់វិញនៅពេលដែលឃើញបែបហ្នឹងហើយគាត់ក៏បានត្រឹមតែអង្គុយមើលតែញ៉ាំទៅនៅពេលដែលឃើញថារ៉ាដានញ៉ាំប្រឡាក់មាន់ចឹងទៅគាត់ក៏បានជួលឲ្យដូចគ្នាដែលនិយាយថាវាប្រឡាក់អីនិយាយរួមទៅឡើង take care បរោយហ្នឹងរ៉ាដានវិញនៅពេលដែលឃើញថាព្រះម្ចាស់ធ្វើទង្វើបែបហ្នឹងដែរខ្លួនចឹងទៅគាត់ក៏រៀបបាបដែរដែលនិយាយប្រាប់ព្រះម្ចាស់ទៅតែគាត់អាចធ្វើដោយខ្លួនឯងបានហើយព្រះអង្គនៅពេលដែលលើបែបហ្នឹងហើយគាត់ក៏និយាយទៅថាមិនអីទេប៉ុន្តែក៏សួររ៉ាដានវិញទៅថាវាប្រកាសអត់ដែលថារ៉ាដានហ្នឹងអាចធ្វើដោយខ្លួនឯងបានរ៉ាដានក៏ឆ្លើយវិញទៅថាគាត់ប្រកាសដល់ឮថារ៉ាដាននិយាយអញ្ចឹងហើយព្រះម្ចាស់ក៏បានតទៅវិញទៅថាអញ្ចឹងចាប់ពីពេលនេះទៅឯងនឹងមិនចាំបាច់បរិភោគសត្វពស់ស្ងួតទេពេលទ្រង់និយាយអញ្ចឹងហើយអញ្ចឹងទៅគាត់ក៏បានឲ្យរ៉ាដានហ្នឹងញ៉ាំទៀតទៅប៉ុន្តែរ៉ាដានក៏ងាកមកចេញថាគាត់ឆ្អែតហើយព្រះម្ចាស់វិញនៅពេលដែលឃើញអញ្ចឹងគាត់ក៏បាននិយាយទៅថាឯងឆ្អែតហើយមែនមិនអាចទេដឹងតែឯងចង់បានរបស់តែឆ្ងាញ់ជាងនេះបន្ថែមទៀតមែនហើយរ៉ាដានក៏ឆ្លើយទៅវិញទៅថាអត់ទេខ្ញុំអត់ចង់បានទេប៉ុន្តែឆ្លើយតែស្ទាក់សើហ្មងឯព្រះម្ចាស់វិញនៅពេលលើបែបហ្នឹងហើយគឺមានជាការសួរទាំងដាក់សម្ពាធហ្មងថាឯងអត់ចង់បានទេបន្ទាប់ពីសួរអញ្ចឹងហើយគឺមានជាការចូលទៅចាប់មុខរ៉ាដានខ្លាំងៗហ្មងហើយឲ្យរ៉ាដានហ្នឹងឆ្លើយនឹងគាត់មកហើយគាត់នៅតែចាប់មុខរ៉ាដានខ្លាំងៗដោយបន្តសួររ៉ាដានទៀតទៅថាអ្វីខ្លះ
ដែលរ៉ាដាននឹងអត់ចង់បានប៉ុន្តែប្រសិនបើវាមិនជាហាប៉ុន្តែវាគឺជាគាត់តែរ៉ាដាននឹងនិយាយថាត្រូវការទៀតអត់បន្ទាប់ពីសួររ៉ាដានអញ្ចឹងហើយតែរ៉ាដានព្រមឆ្លើយនឹងក៏បដូរវាច្បាច់មុខទៅច្បាច់កវិញដែលឲ្យរ៉ាដាននឹងឆ្លើយនឹងគាត់មកតែអត់មានទំសរសើរថា take care ឥឡូវនឹងមកធ្វើហឹង្សាស្អីនេះអត់យល់ហ្មងណាអារ៉ាដានវិញក៏បានកិត្តការពារសម្ដេចបបងព្រោះគាត់ដែលបានឲ្យគាត់នឹងទៅសម្រាប់ព្រះអង្គចាស់លីសើបានទៅពេលនោះហើយដែលពួកគេនឹងទទួលស្គាល់គាត់ថាជាបុត្រាទី3នៃនគរហេមីណាពីកើតរឿងទាំងអស់នឹងហើយគាត់ក៏បានឆ្លើយជាមួយនឹងព្រះអង្គចាស់ទៅដែលគាត់បានឆ្លើយថាគាត់គឺខ្លាចថាត្រូវបានគេយកមកប្រើប្រាស់ហើយព្រះអង្គចាស់វិញនៅពេលទទួលបែបហ្នឹងហើយក៏គេញាប់អើដែរចំណែករ៉ាដាវិញក៏បានបន្តនិយាយទៅថាអាហារឆ្ងាញ់និងភាពកក់ក្ដៅខ្ញុំខ្លាចថាខ្ញុំនឹងចូលចិត្តវាហើយគាត់ក៏បានបន្តនិយាយទាំងសាស្ទើទៅថាគាត់គឺអត់ចង់ឲ្យរឿងទាំងអស់ហ្នឹងកើតឡើងមកលើគាត់ហើយព្រះអង្គចាស់វិញនៅពេលដែលឃើញនឹងលឺបែបហ្នឹងហើយក៏មានជាការឈឺក្នុងទ្រូងហ្មងហើយចំណែករ៉ាដាវិញក៏បានយំដែរហើយក៏បានគិតក្នុងចិត្តទៅថាព្រោះខ្ញុំត្រូវការសម្រាប់ទ្រូងបន្ទាប់ពីឃើញថាខ្លួនឯងយំនៅមុខព្រះអង្គចាស់ចឹងទៅរ៉ាដានក៏បានខ្ទប់មុខយំដល់និយាយថាសុំទោសព្រះអង្គចាស់ហើយព្រះអង្គចាស់ក៏បានឈោងដែរដើម្បីទៅជួយទឹកភ្នែកឲ្យរ៉ាដានទៅដល់និយាយថាបានធ្វើអីខុសទៅរ៉ាដានអញចាំបានអ្វីក៏បានដែរឲ្យតែអញចូលចិត្តសាច់នេះគឺជាសាច់ដែលល្អបំផុតដំបូងគេដែលខ្ញុំផ្ដល់ឲ្យឯងហើយចាប់ពីពេលនេះទៅខ្ញុំនឹងផ្ដល់របស់ទាំងអស់ដែលឯងចូលចិត្តឲ្យតែឯងមិនថានោះគឺជាអ្វីក៏ដោយបន្ទាប់ពីឃើញថារ៉ាដានបាត់យំចឹងទៅព្រះម្ចាស់ក៏បានគិតក្នុងចិត្តទៅថាឥឡូវហ្នឹងក៏គាត់ដឹងពីរបៀបដែលលួងរ៉ាដានហើយក៏បានចូលទៅថារ៉ាដានទៅដែលបន្តគិតក្នុងចិត្តទៅថាហើយក៏គាត់ដឹងដែរថាអ្វីដែលគាត់ចង់ធ្វើជាមួយនឹងរ៉ាដានហើយគាត់ក៏បានបន្តថារ៉ាដានរហូតដល់សាយគ្រីនហ្នឹងចូលមកដល់ហ្មងហើយសាយគ្រីនពេលឃើញបែបហ្នឹងហើយក៏មានការស្លន់ហ្មងដោយសារខៅព្រះម្ចាស់តែព្រះម្ចាស់អូយអត់ទេតែម៉ាក់នឹងអីគឺថាសាយគ្រីខ្ញុំគេមិនដងងាប់ហ្មងអារ៉ាដាវិញនៅពេលដឹងថាមានមនុស្សចូលមកចឹងទៅក៏បានផងនឹងដល់មកចេញឯងប៉ុន្តែព្រះម្ចាស់មិននឹងព្រមទៅក៏បានចាប់រ៉ាដាននឹងយកមកថាវិញហ្មងហើយសាយគ្រីនៅពេលឃើញថាព្រះម្ចាស់ធ្វើទៅវិញចឹងទៅក៏បានធ្វើទៅដល់ហាមធំឲ្យងាកមកចេញរ៉ាដានវិញក៏គាត់គិតនឹងចិត្តដែរថាមានរឿងអីកើតឡើងនឹងហើយព្រះម្ចាស់វិញគឺគាត់អត់ព្រមដល់មកចេញដែររហូតតែមកស្ទោក្រោយមកហ្នឹងបានគាត់ដល់មកចេញដល់សួរទៅកាន់សាយគ្រីទៅថាគាត់គួរធ្វើចឹងទេមែនដល់ពេលត្រូវបានព្រះម្ចាស់សួរចឹងទៅសាយគ្រីក៏បាននិយាយទៅថាទ្រង់មិនគួរធ្វើចឹងទេព្រោះថាវាលឿនចឹងហើយព្រះម្ចាស់ក៏បានឲ្យសាយគ្រីនឹងទៅរកសម្ភារៈពាក់សមរម្យឲ្យរ៉ាដានខ្លះមកហើយសាយគ្រីក៏បានគិតក្នុងចិត្តទៅថាអីគេព្រះម្ចាស់នឹងស្គាល់អីមែនបន្ទាប់មកក៏បានឆ្លើយទៅកាន់ព្រះម្ចាស់វិញទៅថាក្រាបទូលព្រះម្ចាស់ខ្ញុំរៀបចំវារួចរាល់ហើយបន្ទាប់ពីមកស្ទុះក្រោយមករ៉ាដានក៏បានដើរចេញមកវិញជាមួយនឹងសម្ភារៈពាក់ថ្មីរបស់គាត់ហើយព្រះម្ចាស់ក៏បាននិយាយទៅថាវាអត់សមជាមួយនឹងគេទេហើយអ្វីដែលនៅក្រោយនឹងក៏បានបន្ថែមទៀតទៅថាពិតមែនហើយវាគ្មានសម្ភារៈពាក់ណាដែលសមជាមួយនឹងទំហំរបស់គាត់ហើយអ្វីក៏បានបន្តនិយាយទៀតទៅថាបើគាត់ដើរច្បាស់ជាតាក់ជើងដួលខានទេចំណែកសាយគ្រីដែលនៅគៀននឹងក៏គាត់និយាយឡើងទៅថាមែនហើយប៉ុន្តែនេះគឺជាសម្ភារៈពាក់ថ្មីតែមួយគាត់ដែលយើងមានហើយពេលនឹងដែរស្រាប់តែដីអាបរ៉ាដែលនឹងតែចូលមកអារ៉ាដាវិញនៅពេលឃើញចឹងគាត់ស្លន់លើកឡើងហ្មងហើយព្រះម្ចាស់វិញនៅពេលឃើញបែបហ្នឹងគឺមានចក្រាមើលរ៉ាដាដាក់ប្តីហ្មងហើយលក្ខណៈថាអាពងហៅគេហើយភ្លាមនឹងដែរព្រះម្ចាស់ក៏បាននឹកឃើញដល់ពណ៌ក្រហមហើយក៏និយាយទៅថាពណ៌ក្រហមគឺស័ក្តិសមជាមួយនឹងគាត់ជាងអាវ៉ាត់វិញនៅពេលលើបែបហ្នឹងហើយគាត់ក៏បាននិយាយទៅថាគាត់គិតថាពណ៌ហ្នឹងគាត់មានបញ្ហាណារបៀបថាពណ៌ប្រភេទដែលគាត់ពងកាន់ហ្នឹងគឺវាមានបញ្ហាអីទេហេតុអីក៏ចាំបាច់ត្រូវយកពណ៌ក្រហមឲ្យគាត់ពាក់ដែរអញ្ចឹងតែព្រះអង្គវិញអត់មានខ្វល់ជាមួយនឹងពេលសម្ដីរបស់អាវ៉ាត់នោះទេគាត់ក៏បាននិយាយទៅថាគាត់ត្រូវការកាត់សម្លៀកពាក់ថ្មីអញ្ចឹងហើយបើសិននៅទីហ្នឹងមានជាងកាត់ដេរនាំគេមកកន្លែងគាត់មកហើយអាវ៉ាត់នៅពេលលើទ្រង់និយាយអញ្ចឹងគាត់ក៏បានស្រែកឡើងទាំងស្លោះហ្មងថាកាត់សម្លៀកពាក់ក្រហមមែនគាត់ក៏បានបន្តនិយាយទៀតទៅថាគាត់គិតថាព្រះអង្គម្ចាស់ហ្នឹងនៅលើសមរភូមិយូរស្មានតែព្រះអង្គម្ចាស់ហ្នឹងបាត់បង់អារម្មណ៍មនុស្សជាតិណាអស់ហើយតើហើយអញនិយាយនឹងមកឈុំឯងងុំនៅយកដៃហ្នឹងមករូតទ្រង់ទៀតរបៀបថាគាត់ធូរធុងអីអញ្ចឹងណាអូយណែអត់មានការជាខ្លាំងហើយ Sacred ដែលនៅគេហ្នឹងវិញគាត់ខំគេអាវ៉ាត់កុំអញនិយាយច្រើនពេកយ៉ាត្រូវថ្មតែទាំងពីរហ្នឹងលើហើយតែជាស្នាងឯដែលសារព្រះម្ចាស់ក៏បានប្រកាន់ជាមួយនឹងពីរហ្នឹងទេគាត់គ្រាន់តែឲ្យពីរហ្នឹងចេញទៅក្រៅវិញទៅក៏បានហើយចំណែកជាងកាត់ដេរវិញចាំតែខ្ញុំយកមកដោយសារតែឥឡូវហ្នឹងគឺយកទៅប៉ុន្តែអាវ៉ាត់វិញនៅពេលឥឡូវថាព្រះម្ចាស់និយាយអញ្ចឹងតើគឺថាអត់មានព្រមចេញណាសុខចិត្តណាស់ហៅនិយាយអ្វីម្យ៉ាងទេប៉ុន្តែត្រូវបាន Sacred ហ្នឹងចាប់ដើម្បីកុំឲ្យគាត់និយាយពីអីផ្សេងជាចេញមកអញ្ចឹងណាដល់ពេលចាប់អាវ៉ាត់ចប់ហើយគាត់ក៏បានគោរពលាព្រះម្ចាស់ទៅហើយសាររបស់យើងកែបចាប់តាមនឹងដូចគ្នាសិជាតែអរគ្នាសម្រាប់ការចំណាយពេលវេលាមកតម្លៃមកស្ដាប់វីដេអូសម្រាប់រឿងមហាភ្លៀវរបស់ admin នេះ Goodbye ណាអរគ្នា